សួស្តីប្រិយមិត្តដែលនិយមគ្រប់គ្រងចំណេះ ESP Education ក៏ដូចបងប្អូនសិស្សានុសិស្សនិស្សិតដែលតាមគ្រប់គ្រងតាក់ទងទៅនឹងប្រធានបទរបស់ ESP Education របស់នេះខ្ញុំតែងលើកឡើងនៅថ្ងៃនេះដែរជាមួយនឹង ESP Education នឹងធ្វើការបង្ហាញបងប្អូនក៏ដូចជាប្រិយមិត្តតាក់ទងទៅនឹងប្រធានបទក្នុងការរៀបចំក៏ដូចជាការពីសារណាបញ្ចប់ការសិក្សាពាក់ព័ន្ធទៅនឹងប្រធានបទការគ្រប់គ្រងទ្រព្យសកម្មរយៈពេលវែងដែលភាសាអង់គ្លេសគេហៅថា Management of Non-Current Assets ហើយប្រធានបទនេះយើងលក្ខណៈជាអនុវត្តតិចដែរវាមានលក្ខណៈខុសពីអ្វីដែលក្នុងមេរៀនបង្ហាញអ្នកនរគ្នានឹងបានស្វែងយល់នៅចំណុចពិសេសនៅក្នុងខ្លឹមសារនៃការបកស្រាយរបស់ប្រធានបទនេះអូខេអញ្ចឹងជាដំបូងអ្នកគ្រូសូមបង្ហាញតាក់ទងទៅនឹងនិយមន័យទ្រព្យសកម្មសិនមុននឹងអ្នកនរគ្នាស្គាល់អ្វីទៅជាទ្រព្យសកម្មរយៈពេលវែងអូខេអញ្ចឹង complete នេះជួយចុច like និង subscribe Channel ESP Education ផងដែរអូខេអញ្ចឹងនៅក្នុងគោលការណ៍មានន័យក្នុងទ្រឹស្ដីរបស់ International Financial Report Standard ក៏បានបញ្ជាក់ថានៅក្នុងគណនេយ្យហិរញ្ញវត្ថុហ្នឹងទ្រព្យសកម្មគឺជាធនធានដែលក្រុមហ៊ុនត្រូវការដើម្បីដំណើរការនិងពង្រីកអាជីវកម្មរបស់ខ្លួនហើយទ្រព្យសកម្មត្រូវបានបែងចែកជាពីរប្រភេទគឺទ្រព្យសកម្មរយៈពេលខ្លីដែលភាសាអង់គ្លេសគេហៅថា current asset និងទ្រព្យសកម្មរយៈពេលវែងគេហៅថា non current asset ហើយទ្រព្យសកម្មទាំងពីរប្រភេទនេះគឺស្ថិតនៅក្នុងណាអ្នកទាំងអស់គ្នាទ្រព្យសកម្មទាំងពីរហ្នឹងគឺស្ថិតនៅក្នុងតារាងតុល្យការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់យើងណាទាំងអស់គ្នានឹងហើយវាបង្កើតបានផលបូកនៃទ្រព្យសកម្មរយៈពេលខ្លីនិងរយៈពេលវែងបង្កើតបានជាទ្រព្យសកម្មសរុបរបស់អង្គភាពណាអូខេអញ្ចឹងនៅក្នុងនេះអ្នកគ្រូសូមឲ្យបង្ហាញប៉ុណ្ណឹងតាក់ទងទៅនឹងអ្វីទៅជាទ្រព្យសកម្មអញ្ចឹងយើងចូលមកប្រធានបទរបស់យើងសំខាន់តែម្ដងគឺផ្ដោតទៅលើ non current asset non current asset គឺជាភាសាបរទេសអន្តរជាតិដែលគេទទួលស្គាល់ពាក្យមួយទៀតដែលយើងអាចហៅវាបានគេហៅថា fixed asset ដែលភាសាខ្មែរឬភាសាជាតិយើងគេហៅថាទ្រព្យសកម្មរយៈពេលវែងឬក៏អ្នកនរគ្នាអាចហៅវាថាជាទ្រព្យសម្បត្តិណាដែលយើងប្រើរយៈពេលវែងឬក៏លើសមួយឆ្នាំអញ្ចឹង non current asset គឺជាប្រភេទទ្រព្យសម្បត្តិឬក៏ទ្រព្យសកម្មទាំងឡាយណាដែលក្រុមហ៊ុនធ្វើការវិនិយោគដែលតម្លៃរបស់វាទាំងអស់ហ្នឹងនឹងធ្វើការប្រើប្រាស់ឬក៏ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនក្នុងរយៈពេលលើសពី1ឆ្នាំអាហ្នឹងហើយគេហៅថាទ្រព្យសកម្មរយៈពេលវែងចំពោះទ្រព្យសកម្មរយៈពេលខ្លីមានរយៈពេលប្រើប្រាស់គឺតិចជាង1ឆ្នាំណាអូខេឬក៏មាននិន្នាការប្រើតិចជាង1ឆ្នាំបើយើងបែងចែកឲ្យដាច់ងាយយល់ណាអូខេអញ្ចឹងចូលមកក្នុងចំណុចខាងក្រោមនេះអ្នកគ្រូនឹងបង្ហាញត្រួសពីឧទាហរណ៍តាក់ទងទៅនឹងទ្រព្យសកម្មរយៈពេលវែងរបស់យើងដែលភាសាអង់គ្លេសហៅថា non-current asset ហ្នឹងទ្រព្យសកម្មរយៈពេលវែងអាចជាប្រភេទដីអគារម៉ាស៊ីនឧបករណ៍ឬក៏បង្គោលរំលោះផ្សេងណាវាយើងលក្ខណៈ contra non-current asset តិចតាក់ទងទៅនឹងការអភិវឌ្ឍផ្សេងតាក់ទងទៅនឹង goodwill ឬក៏ប្រភេទផ្សេងណាគេហៅថា note ដែលយើងធ្វើការវិនិយោគណាសំខាន់សំដៅទៅលើបំណុលដែលគេជំពាក់យើងណាប្រភេទគេហៅថាការពិតវាមាន note payable និង note receivable ណាអ្នកនរគ្នាត្រូវបែងចែកដែរណា note receivable គឺអ្វីដែលគេជំពាក់យើងប៉ុន្តែវាមានរយៈពេលលើសពី12ខែណាឬលើសពី1ឆ្នាំគឺលក្ខណៈថាយើងផ្ដល់ជា note មួយ note កិច្ចសន្យាលក្ខណៈកិច្ចសន្យាកម្ចីឬក៏ការសន្យាជំពាក់លើសពី1ឆ្នាំណាយើងអាចហៅឈ្មោះវាថាជាប្រភេទ non current asset បានអូខេអញ្ចឹងនៅក្នុងប្រភេទ non current asset ត្រូវបានបែងចែកជាប្រភេទមួយចំនួនទី1គឺជាប្រភេទ PTE ឬគេហៅថា tangible asset គេហៅថាទ្រព្យសកម្មរយៈពេលវែងរូបិយមានន័យយើងមើលឃើញរូបមានរូបប៉ះពាល់ស្ទាបបានណាគឺមានន័យគេខ្លះអាចជារថយន្តណាឡានដឹកទំនិញបណ្ណាល័យឬក៏គ្រឿងសង្ហារិមផ្សេងហ្នឹងទៅណាអ្នកទាំងអស់គ្នាអាចមើលតាក់ទងទៅនឹងសំណងអាគារផ្សេងហើយចំពោះប្រភេទទ្រព្យសកម្មទាំងអស់នេះគឺអាចរំលោភបានលើកលែងតែមួយទេគឺដីណាអ្នកទាំងអស់គ្នាលែនគឺអាចរំលោភបានទេអូខេហើយបន្តមកទៀតគឺប្រភេទទ្រព្យសកម្មរយៈពេលវែងមួយទៀតគេហៅទ្រព្យសកម្មរយៈពេលវែងអរូបីគឺមានន័យថាពុំមានរូបប៉ុន្តែវាជាទ្រព្យសកម្មរបស់យើងដែរដែលយើងប្រើបានលើសពី1ឆ្នាំអាចជាបានបតង់ណាយើងអត់មានបានអីបងឲ្យគេហើយគឺយើងបាន certificate ពីរដ្ឋអនុញ្ញាតឲ្យយើងបានអាជីវកម្មផ្សេងទៅឬក៏ជាការអភិវឌ្ឍផ្សេងហើយនឹងអាជ្ញាប័ណ្ណផ្សេងៗក៏ឧទាហរណ៍ថា franchise license អីក៏អាចចូលក្នុងចំណោមនោះផងដែរអូខេអញ្ចឹងអ្នកគ្រូសូមបញ្ជាក់ដែរប្រភេទគេហៅថាទ្រព្យសកម្មណាវាមានន័យថាទ្រព្យសកម្មគឺ asset ហ្នឹងគឺមានឥណពន្ធ
កើនណា debit វាកើននៅខាង debit ហើយថយចុះខាង credit ហើយជាទូទៅគឺសមតលវាសមតលចុងគ្រារបស់វាគឺនៅខាង debit តែម្ដងអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នទៅលើចំណុចនេះផងដែរណាកុំឲ្យយើងមានការភ័ន្តច្រឡំណាអូខេអញ្ចឹងអ្នកគ្រូសូមបញ្ជាក់តែប៉ុណ្្នឹងទេអញ្ចឹង fixed asset ឬ non current asset គឺមានលក្ខណៈពិសេសនៅត្រង់ចំណុចខាងលើនេះគឺវាកើននៅខាង debit ថយនៅខាង credit ហើយជាទូទៅសមតុល្យវាគឺនៅកន្លែងវាកើនគឺខាង debit ហ្នឹងឯងណាអូខេអញ្ចឹងយើងចូលមកចំណុចបន្ទាប់តាក់ទងទៅនឹងការអនុវត្តជាក់ស្ដែងទៅលើវិក័យប័ត្ររបស់អង្គភាពដែលបងប្អូនសិស្សានុសិស្សនិស្សិតដែរខ្ញុំដឹកនាំគាត់ចុះទៅគឺគាត់ទទួលបានវិក័យប័ត្រមួយដោយសារតែមានការឧបត្ថម្ភឡើងនេះទៅអញ្ចឹងតាមកម្មវត្ថុយើងយោងថាមានការចាចំណាយហ្នឹងគឺនៅថ្ងៃទី29មានគាត់ទិញទ្រព្យសកម្មហ្នឹងថ្ងៃ29ខែ3ឆ្នាំ2022អញ្ចឹងសន្មនេះវាចុងខែអញ្ចឹងយើងអាចចាប់ផ្ដើមពីដើមខែតែម្ដងធ្វើការរំលោភណាអញ្ចឹងនេះគឺយើងពេលដែលបងអូនចុះរៀបចំសារណាបងអូនគ្រាន់តែសុំវិក័យប័ត្រគេមួយមកសុំវិក័យប័ត្រណាដែលគាត់អាចបញ្ចេញឲ្យយើងបានហើយអាចមានឈ្មោះអង្គភាពដែលគាត់ទិញអញ្ចឹងទៅណាហើយវិក័យប័ត្រហ្នឹងត្រូវមានលេខទូរស័ព្ទទំនាក់ទំនងអេស័យតាមច្បាស់លាស់អញ្ចឹងទៅអូខេអញ្ចឹងនេះគឺជាទ្រព្យវិក័យប័ត្រហើយបងប្អូនអាចរៀបរាប់តិចទៅថាវិក័យប័ត្រនេះជាវិក័យប័ត្រអីណាអញ្ចឹងយើងប្រាប់ទៅនៅថ្ងៃទី29មិនិនាអញ្ចឹងទៅអាជីវកម្មដែលគាត់បានចុះធ្វើការសិក្សាហ្នឹងគឺគាត់បានទិញនៅគ្រឿងសង្ហារិមការិយាល័យជាតុការិយាល័យក្នុងតម្លៃ$800ដែលមានលេខវិក័យប័ត្រ000407ដោយទូទាត់ជាសាច់ប្រាក់អីចឹងទៅណាអញ្ចឹងយើងបញ្ជាក់គេអញ្ចឹងទៅពីអ្នកណាអញ្ចឹងទៅអូខេអញ្ចឹងពីក្រុមហ៊ុនលីកែនអញ្ចឹងទៅណាអូខេអញ្ចឹងយើងបន្តមកចំណុចបន្ទាប់ទៀតយើងចូលមកដល់ដំណាក់កាលនៃការគ្រប់គ្រងទ្រព្យសកម្មអញ្ចឹងការគ្រប់គ្រងទ្រព្យសកម្មគឺមានបែងចែក3ចំណុចធំទី1គឺការប្រើប្រាស់សំដៅគឺការទិញចូលមកទី2គឺការប្រើប្រាស់ទី3គឺការជំរះបញ្ជីអ្វីទៅជាដំណាក់កាលប្រាប់ទិញចូលដំណាក់កាលទិញចូលគឺជាការទទួលស្គាល់ទ្រព្យសកម្មនៅពេលដែលយើងទិញមកដំបូងគឺត្រូវបញ្ចូលវាជាទ្រព្យសម្បត្តិរបស់យើងដោយពុំទាន់មានការរំលោភប្រើប្រាស់នៅឡើយទេហើយចំពោះដំណាក់កាលការប្រើប្រាស់គឺចូលដល់ដំណាក់កាលនៃការប្រើប្រាស់រំលោភមានន័យថាទ្រព្យសកម្មយើងត្រូវបានយើងប្រើក្រុមហ៊ុនឬក៏អង្គភាពប្រើប្រាស់ហើយសឹករិចរិលហើយចំពោះដំណាក់កាលទី3ហ្នឹងគឺដំណាក់កាលជំរះបញ្ជីគឺជាដំណាក់កាលដែលទ្រព្យសកម្មហ្នឹងយើងមានអង្គភាពឬម្ចាស់អាជីវកម្មលែងចង់ប្រើប្រាស់មានន័យថាអាចលក់ចេញឬក៏កំទេចចោលផ្សេងហ្នឹងទៅណាឬក៏យកទៅបរិច្ចាគអីផ្សេងអញ្ចឹងយើងត្រូវការធ្វើការជំរះបញ្ជីផងដែរអញ្ចឹងមាន3ដំណាក់កាលធំចំពោះដំណាក់កាលទី1គឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទ្រព្យសកម្មរយៈពេលវែងរបស់យើងគឺទី1នេះគឺផ្ដោតទៅលើទីមានវត្តក្នុងការទិញចូលណាការទិញចូលគឺដំណាក់កាលទី1អញ្ចឹងនៅថ្ងៃទី29មិនិនាឆ្នាំ2022អាជីវកម្មដែលបងប្អូនចុះទៅធ្វើកម្មសិក្សាហ្នឹងគឺគាត់ទិញនៅគ្រឿងសង្ហារិមការិយាល័យអញ្ចឹងតុកអីណាតុកការិយាល័យអញ្ចឹងបងប្អូននៅពេលដែលមើលវិក័យប័ត្រត្រូវដឹងថាវាជាប្រភេទគណនីអីសិនណាហ្នឹងហើយអញ្ចឹងតុកការិយាល័យគឺប្រភេទគ្រឿងសង្ហារិមអញ្ចឹងតម្លៃ$800មានលេខវិក័យប័ត្រ0407ដែលទូទាត់ជាសាច់ប្រាក់ណាពីក្រុមហ៊ុនលីកែនអញ្ចឹងទៅអញ្ចឹងនេះគឺជាទីមានប្រវត្តិនៅពេលដែលគាត់ចុះតាក់ទងទៅនឹងការទិញគេហៅថាទិញទ្រព្យសកម្មរយៈពេលវែងដែលជាប្រភេទគ្រឿងសង្ហារិមហើយទូទាត់ជាសាច់ប្រាក់អញ្ចឹងអ្នកគ្រូបានប្រាប់ហើយនៅពេលដែលវាកើនគឺកើននៅខាង debit ហើយថយនៅខាង credit អញ្ចឹងយើងដឹងហើយនៅក្នុងការបរិច្ឆេទថ្ងៃទី29ខែ3ឆ្នាំ2022ហ្នឹងក្រុមហ៊ុនបានទិញ office furniture កើន800នៅខាង debit ហើយជាសាច់ប្រាក់ហ្នឹងពេលដែលគាត់ចំណាយគេ800អញ្ចឹងសាច់ប្រាក់ដែលថយចុះគឺនៅខាង credit $800អញ្ចឹងយើងរៀបរាប់ description មកគឺប្រតិបត្តិការនេះគឺជាការទិញ office furniture ដោយសាច់ប្រាក់ក្នុងវិក័យប័ត្រ0407ណានេះហើយគឺជាទិនីនុប្រវត្តិទទួលស្គាល់ការកត់ត្រានៅក្នុងដំណាក់កាលទី1គឺដំណាក់កាលនៃការទិញចូលទំនិញទិញទ្រព្យសកម្មប្រើប្រាស់ហើយចូលដល់ដំណាក់កាលទី2ផងដែរដំណាក់កាលទី2គឺជាដំណាក់កាលក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងរបស់យើងអញ្ចឹងនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងអ្នកនៅក្នុងការណែនាំក៏ដូចជាការដឹកនាំរបស់ខ្ញុំឲ្យនិស្សិតខ្ញុំធ្វើការដឹកការរៀបចំនៅវិធីសាស្ត្រចំនួន3ធំដែលលើមកបង្ហាញនៅក្នុងការរៀបចំសារណារបស់គាត់ណាអញ្ចឹងអ្នកគ្រូក៏ឆ្លៀតចែករំលែកនៅចំណេះដឹងដល់
ôn có đôi chia vi sắt đây này cụ định ngon mình thám nó bây quạt cam tại vô bát từ lâu tiền bỏ quạt đó là ngày trắng nó bây đây có từ tua ban bị cày bát tụm nín trọc cam dạ về với chứng có thử thôi ca trà là từ lơ ca pra tai có thôi ca pra nó về nàn chứng ở xa tại có tinh trọc cam dạ về với những cứ nơi trong khai bay hàng chứng dưới sao mà nè dân thử mình mặt cam á chứng mặt cam rồi bong ở trọc vị trí xa rừng luôn chẳng bay đây này cũng thôi ca bằng hai nơi về bình tĩnh đó cứ dân thử ở cầm nọt ngay đã chập làm pra sân làm bay nghe xuống cầm nọt thà pe ná dưới nâng pra ơi nâng pra vì ở ban rồi trong tư nâng lọ và xài chẳng đấy ok chẳng dân cho một đo nạc cả này chẳng đi thay đám thay đám cứ dân tinh màu trọng bày rồi đờ là nó tẹt tôn từ nâng drop scamประเภทoffice furniture bao dưỡng đấy hơi dương sao là một thằng làm lại cả sự nói nó cứ admin thế còn tay chạy đánh giờ đằng thì đó của dương có sao là một rất là bay nghi cực cầuอายุការប្រើប្រាស់របស់វាគិតទៅយើងគិតថា4ឆ្នាំណាchứយើងអាចកំណត់តាមគោលការណ៍គណនេយ្យបានសមស្របទៅអាច4ឆ្នាំឬក៏3 4ឆ្នាំឬក៏5ឆ្នាំអញ្ចឹងប៉ុន្តែมันអាចច្រើនពេកដែរណាតគ្រឿងសង្ហារឹមយើងអាចដាក់ច្រើនក៏បានដែរវាអាចអាយុកាលបានច្រើនដែរព្រោះអីគ្រឿងសង្ហារឹមក៏វាងាយខូចដែរណាអូខេយើងមើលទៅលើទ្រព្យសកម្មរបស់យើងដែរណាអូខេហើយយើងសន្មតខែចាប់ដើមរំលួនហ្នឹងគឺនៅថ្ងៃទី1 ខែ 4 ណាចឹងយើងចាប់ដើមប្រើប្រាស់ពីថ្ងៃ1 ខែ 4 ចឹងមានខែ 4 ថ្ងៃ30ដាច់ខែ 4 គឺប្រើបាន1ខែណាអូខេអញ្ចឹងចាប់ពីឆ្នាំ2022នឹងផងដែរនេះគឺជាសមត្ថកម្មរួមរបស់គ្រឿងសង្ហារឹមដែលយើងធ្វើការរំលោះណាបញ្ជាក់ម្ដងទៀតទិញនៅចុងខែ 3 ហើយយើងចាប់ដើមរំលោះគឺចាប់ពីដើមខែ 4 ឆ្នាំ2022ផងដែរអូខេអញ្ចឹងឥឡូវអ្នកគ្រូសូមធ្វើការបង្ហាញតាក់ទងទៅនឹងដំណាក់កាលនៃការប្រើប្រាស់វិធីសាស្ត្ររំលោះរបស់យើងទី1គឺវិធីសាស្ត្ររំលោះស្មារតីតើវិធីសាស្ត្ររំលោះស្មារតីមានលក្ខណៈដូចនេះអញ្ចឹងមុននឹងចាប់ផ្ដើមទៅធ្វើការបង្ហាញនៅតារាងតុល្យកម្មដ៏ស្មុគស្មាញនេះអ្នកគ្រូនឹងបង្ហាញមេរៀនប្អូនគឺពាក់ព័ន្ធទៅនឹងវិធីសាស្ត្ររំលោះណាទ្រព្យសកម្មរបស់យើងគឺវិធីសាស្ត្ររំលោះស្មារតីណានេះគឺជាដំណាក់កាលនៃការគ្រប់គ្រងទ្រព្យសកម្មដែលអ្នកគ្រូបានបង្ហាញគឺការទិញការប្រើប្រាស់និងចម្រាស់បញ្ជីអូខេអញ្ចឹងនេះអញ្ចឹងនេះគឺការទិញដំណាក់កាលការទិញហើយនេះគឺដំណាក់កាលការទិញដោយលុយធនាគារហើយនេះគឺដំណាក់កាលប្រើប្រាស់អូខេនេះដំណាក់កាលប្រើប្រាស់ណាអញ្ចឹងវិធីសាស្ត្ររំលោះដែលអ្នកគ្រូបង្ហាញគឺមានវិធីសាស្ត្រស្មារតីវិភាគបបោកសរុបនិងរំលោះកត្តាផលិតកម្មប៉ុន្តែកត្តាផលិតកម្មអ្នកគ្រូអត់បង្ហាញទេដោយសារតែក្រុមហ៊ុនដែលបងអូននិស្សិតអ្នកគ្រូចុះទៅធ្វើការដឹកនាំរៀបចំសារណាហ្នឹងគឺគាត់អត់មានវិធីសាស្ត្រក្នុងការវាស់វែងដោយប្រើរំលោះកត្តាផលិតកម្មទេណាអូខេអញ្ចឹងក្នុងសារណាក្នុងវីដេអូនេះអ្នកគ្រូនឹងបង្ហាញទៅលើវិធីសាស្ត្ររំលោះស្មារតីវិភាគនិងផលបុកឆ្នាំណាឆ្នាំអូខេអញ្ចឹងនេះគឺវិធីសាស្ត្ររំលោះស្មារតីយើងដឹងហើយវិធីសាស្ត្ររំលោះស្មារតីហ្នឹងគឺជាវិធីសាស្ត្ររំលោះត្រូវគិតតម្លៃស្មើគ្នានៅក្នុងឆ្នាំនីមួយៗនៃអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មដើម្បីការងារចំណាយរំលោះគេត្រូវកំណត់ថ្លៃរបស់ទ្រព្យសកម្មដែលអាចរំលោះបានជាមុនសិនហើយថ្លៃដែលអាចរំលោះបានគឺជាថ្លៃរបស់ទ្រព្យសកម្មដែលបានកាត់តម្លៃកាកសំណល់រួចណាអញ្ចឹងនេះរូបមន្តនៅក្នុងវិធីសាស្ត្ររំលោះស្មារតីគឺយើងយកតម្លៃរំលោះបានចែកជាមួយនឹងរយៈពេលប្រើប្រាស់សរុបរបស់វាអញ្ចឹងមានន័យថាយើងយកថ្លៃដើមទៅដកជាមួយតម្លៃកាកសំណល់សិនហើយបន្ទាប់មកយើងចែកនឹងតម្លៃអាយុកាលប្រើប្រាស់សរុបរបស់គាត់ណាអូខេអញ្ចឹងយើងបន្តមកទៀតមួយចំណុចបន្ទាប់គឺតកតងទៅនឹងខ្លឹមសាររបស់យើងអញ្ចឹងយើងឲ្យសមត្ថកម្មខាងដើមនេះគឺតម្លៃកាកសំណល់0អញ្ចឹងមាន$800ចែកនឹង4ណា$800ចែកនឹង4ឆ្នាំគឺមានន័យថាមួយឆ្នាំគឺរំលោះ$200ណាអញ្ចឹងយើងយកមកធ្វើតារាងរបស់យើងតារាងយើងប៉ុន្តែ$200ប៉ុន្តែដោយសារឆ្នាំនៃការប្រើប្រាស់គាត់មានលក្ខណៈប្រែប្រួលអញ្ចឹងជាទូទៅគឺក្នុងមួយឆ្នាំគឺរំលោះ$200ណាប៉ុន្តែដោយសារតែមានន័យថាដោយសារតែការប្រើប្រាស់របស់គាត់ហ្នឹងគឺអត់ដូចការសិក្សារបស់យើងមួយឆ្នាំពេញដោយសារតែការចាប់ផ្ដើមប្រើប្រាស់របស់គាត់គឺនៅថ្ងៃទី1 ខែ 4 ឆ្នាំ 2022អញ្ចឹងទាំងអស់គ្នាអ្នកគ្រូសូមបញ្ចប់វីដេអូនេះនៅត្រឹមនេះសិនហើយអ្នកគ្រូនឹងបន្តបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងវិធីសាស្ត្ររៀបចំតារាងរំលោះដោយសារតារាងរំលោះនេះមានលក្ខណៈខុសពីទ្រឹស្ដីបន្តិចណាអញ្ចឹងអ្នកទាំងអស់គ្នាក៏លេខមើលវាមានលក្ខណៈចម្លែកបន្តិចហើយណាវាខុសពីការណែនាំមេរៀនដែលយើងរៀនធម្មតាអូខេអញ្ចឹងអរគុណហើយកុំភ្លេចជួយ Subscribe ដូចជា like វីដេអូនេះផងដែរអូខេ